ការពីជាង1លានឆ្នាំមុនមនុស្សជាតិយើងគឺស្ទើរតែរលិះផុតពូជបាត់ទៅហើយពលគឺនៅសល់ត្រឹមតែជាង 1000 នាក់ប៉ុណ្ណោះតែអ្នកដឹងទេថាមុននឹងមានមនុស្សជាង 8000 លាននាក់ដូចសពថ្ងៃនេះបុព្វបុរសរបស់មនុស្សយើងគឺស្ទើរតែរលិះផុតពូជបាត់ទៅហើយមានការសិក្សាសេដ្ឋកិច្ចថ្មីមួយបានទម្លាយដឹងថាការពីជាង 90,000 ឆ្នាំមុនបុព្វបុរសរបស់មនុស្សជាតិយើងគឺបានធ្លាក់ចុះយ៉ាងគំហុកគឺធ្លាក់ចុះរហូតដល់ទៅ 99% ពីចំនួនដ៏ច្រើនសន្ធឹកសន្ធាប់មកនៅសល់មនុស្សដែលអាចបន្តពូជបានត្រឹមតែ 1280 នាក់ប៉ុណ្ណោះនេះមានន័យថាសឹងតែផុតពូជបាត់ទៅហើយដូច្នេះមានសំណួរសួរថាតើនៅពេលនោះមានអ្វីកើតឡើងទៅនៅពេលនោះដោយសារតែការប្រែប្រួលអាកាសធាតុដ៏សាហាវក្នុងសម័យក្លេតូសៀនភពផែនដីរបស់យើងគឺបានចុះត្រជាក់ខ្លាំងគូរាំងស្គត់ហួតហែងដែលធ្វើឲ្យការរស់រានមានជីវិតខ្លាចជាការតស៊ូដ៏លំបាកបំផុតហើយវិបត្តិនេះបានអូសបន្លាយពេលរហូតទៅជាង 100,000 ឆ្នាំឯណោះបើទោះបីជានៅពេលនោះនៅសល់មនុស្សត្រឹមតែ 1280 នាក់ដោយក៏ដូនតាមនុស្សយើងគឺមិនបោះបង់និងបន្តបង្កើតកូនចៅបន្ទាប់ពីនេះពួកគេបានតស៊ូរស់រាននិងបន្តពូជពង្សរត់ការចំនួនឡើងវិញនិងរីកសាយភាយទៅកាន់គ្រប់ទ្វីបទាំងអស់ដែលខ្លាចជាពួកយើងនៅថ្ងៃនេះហើយនេះក៏ជាការរំលឹកមួយថាមនុស្សជាតិយើងគឺមានភាពផុយស៊ូខ្លាំងណាស់ប៉ុន្តែមនុស្សយើងមានភាពតស៊ូនិងមានវិធីសាស្ត្រអស្ចារ្យដើម្បីបន្តគ្រប់គ្រងភពផែនដីបន្ទាប់ពីនេះហើយអ្នកតែចាំថាបើសិនជាគ្មានដូនតារបស់យើងទាំង 1280 នាក់កាលពី 7 ឆ្នាំនោះទេក៏គ្មានវត្តមានអ្នកនរអគ្នាកំពុងមើលវីដេអូរបស់ខ្ញុំនៅពេលនេះដែរដូច្នេះមនុស្សយើងគឺជាពូជមួយដ៏អស្ចារ្យដែលមានភាពតស៊ូនិងមានវិធីសាស្ត្រជាច្រើនដើម្បីរស់រានមានជីវិតនៅលើភពផែនដីដ៏កាចសាហាវមួយនេះ